អតិរិកសរៀមកទៀតសម្រាប់ចិត្តដាក់លក់ខ្សែប្រយុទ្ធឆ្នាំនេះនៅរដូវក្តៅខាងមុខនេះក្លឹបអាត្លេតិករៀលម៉ាឌ្រីតបានសម្រេចចិត្តរួចរាល់ហើយក្នុងការដាក់លក់រ៉ូឌីហ្គោនៅចុងបញ្ចប់រដូវកាលនេះក្នុងរដូវកាល2024-2025នេះរ៉ូឌីហ្គោនៅតែជាកីឡាករជំនឿដំបូងរបស់អ្នកចាត់ការទូទៅលោកខាឡូអាត់ខូឡូទីប៉ុន្តែទូគេពុំសូវលេចធ្លោខ្លាំងដោយរដូវកាលមុននោះទេបន្ទាប់ពីខ្សែប្រយុទ្ធសញ្ជាតិបារាំងគីលានអំប៉េបានមកដល់យោងតាមការចុះផ្សាយសារព័ត៌មានដែលដកស្រង់ចេញពីអ្នកកាសែតបានឲ្យដឹងថាអាត្លេតិករៀលម៉ាឌ្រីតបានត្រៀមខ្លួនរួចរាល់ហើយដើម្បីដាក់លក់រ៉ូឌីហ្គោនៅទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខនេះប្រសិនបើមានក្លឹបណាមួយហ៊ានផ្ដល់សំណើសមស្របសម្រាប់ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលវ័យ24ឆ្នាំរូបនេះសូមបញ្ជាក់ថារ៉ូឌីហ្គោនៅសល់កិច្ចសន្យាជាមួយនឹងអាត្លេតិករៀលម៉ាឌ្រីតរយៈពេល3ឆ្នាំបន្ថែមទៀតពោលគឺខែមិថុនាឆ្នាំ2028តើបងប្អូនយល់យ៉ាងណាដែរចំពោះព័ត៌មាននេះហើយក្លឹបមួយណាដែលហ៊ានទិញយករ៉ូឌីហ្គោទៅបន្តសូមខមមិននៅខាងក្រោមអរគុណជំរាបលាជួបគ្នានៅវីដេអូក្រោយ